ok អញ្ចឹងនេះគឺវីដេអូទី3បន្ទាប់ពីចប់ពី data type ហើយយើងចូលទៅដល់ operator នៅក្នុង data programming អញ្ចឹងខ្ញុំបង្កើត project ថ្មីមកចូលពាក្យ view data command palette នេះ data new project ចុចមកយកពាក្យ console application អូខេអញ្ចឹង select ដាក់ទីតាំងដដែលមកដាក់ឈ្មោះថា operatorអូខេវាឲ្យដាក់ឈ្មោះដាក់ operator នឹងបង្កើត project ថ្មីលុបវាចោលខ្ញុំដាក់ឈ្មោះតាពីមុខចុះអូខេយើងបង្កើតបានជោគជ័យ project យើងលុបនេះចោលមកដូចមុនអញ្ចឹងអត់ប្រើទេពួកហ្នឹងចោលហើយទៅថ្មីអូខេ void main អញ្ចឹងយើងចូលទៅដល់ operator នៅក្នុង data operator ហ្នឹងមិន operator បកប្រែភាសាខ្មែរថាគឺជាសញ្ញានៅក្នុង data អញ្ចឹងខ្ញុំឧទាហរណ៍មួយទៅលើ in age ដដែលទៅលើវីដេអូមុនខ្ញុំភ្លេចត្រង់ចំណុចមួយត្រង់អាសញ្ញានេះប្រហែលយើងប្រកាស variable in age អញ្ចឹងខ្ញុំដាក់សញ្ញាសួរពីមុខនេះអញ្ចឹងមានថាម៉េចមានថា age ហ្នឹងវាអាច null បានវា alone null ឥឡូវចេះខ្ញុំប្រកាស age ខ្ញុំមកassignតម្លៃ age ហ្នឹងស្មើ null អូខេតែនៅឃើញវា error អត់អញ្ចឹង age ហ្នឹងអត់អាច null បានទេអញ្ចឹងតែបើខ្ញុំដាក់សញ្ញានេះ age ហ្នឹងអាច null បានមានថាវា nullable អត់សញ្ញាពីមុខហ្នឹងចង់ផ្ដល់តម្លៃឲ្យ age ហ្នឹងក៏បានអត់ក៏បានពេលដែលយើងដាក់សញ្ញាសួរពីមុខហ្នឹងអូខេអានឹងចប់ហើយអញ្ចឹងចូលមក ternary operator វិញអូខេខ្ញុំប្រកាស in 2មក in a ស្មើ10នេះបរៀនតិចបុកដកហ្នឹងឯងធ្លាប់រៀនតែចេះតែបរៀនទៅខ្លាចគ្នាយើងខ្លះថ្មីមកអត់ធ្លាប់រៀនទេអូខេអញ្ចឹងខ្ញុំប្រកាស C មួយទៀត a បូក b print c អញ្ចឹង c មែន c 40សញ្ញាបូកវាឆ្ងល់អត់ស្មើ40អូខេ c ស្មើ40វាមានបូកដកអាហ្នឹងអ្នកទាំងអស់គ្នាចេះឲ្យបូកដកហ្នឹងអូខេអញ្ចឹង a ស្មើបានដក20ទៅអូខេបន្តមកទៀតទៅលើសញ្ញាស្មើអញ្ចឹងអានេះខ្ញុំចូលទៅវារៀងទៅបន្តិចខ្ញុំប្រើ loop ចុះខ្ញុំប្រើ if មួយចុះ n a ស្មើ10 b ស្មើ20អញ្ចឹងខ្ញុំសេ if មួយប្រសិនបើ a ស្មើ b ខ្ញុំ print ថាខ្ញុំ print ពាក្យ equal សេចឹងថាអត់ l ខ្ញុំ print ពាក្យថាnot equal អញ្ចឹងអ្នកនរទាយមើលវាចូល condition មួយណាគឺវាចូល L ដោយសារតែ A អត់ស្មើ B ទេ
ពាក្យ not equal អញ្ចឹងអានេះគឺជា ternary operator ស្មើនៅក្នុង data ដើម្បី compare អីមួយអញ្ចឹងមានមួយទៀតប្រសិនបើ A តូចជាង B ដាក់ពាក្យថា correct not correct អូខេអញ្ចឹងវា print correct ដោយសារតែ A យើងតូចជាង B មែនអញ្ចឹងដូរមកតែ A ធំជាង B វា print ពាក្យ correct បើ A តូចជាង B វា print ពាក្យ not correct អញ្ចឹងវា print not correct ដោយសារតែ A យើងតូចជាង B A យើងអត់ធំជាង B ទេអូខេខ្ញុំលុបនេះចោលមកចូលដល់មួយទៀតខ្ញុំប្រកាស n មួយទៀត price ចឹងចោលស្មើ20 price ដាក់ double price វាមិនជា integer 20.2មិនបាច់បែកសាញឆ្លើយទេ double ហ្នឹងដាក់សញ្ញាសួរពីមុខនេះមួយមកមិនថាវា exceptional អញ្ចឹងដល់ថតកន្លែងនេះវាមាន generator វាមាន ternary វាមាន operator ពិសេសមួយដើម្បីទុក handle programming យើងកុំឲ្យខ្វះកុំឲ្យអីចឹងអា price នេះ null ហើយអញ្ចឹងដើម្បីការពារវាពេលដែលវា null បើសិនជាវា null ខ្ញុំ assign value default ជាមួយគឺ0អញ្ចឹង price ហ្នឹងស្មើ0ហើយនេះអាសញ្ញានេះមានន័យថាប្រើសម្រាប់ assign default value ដើម្បីយើង handle យើងទប់មើល price នេះវា null បើសិនជាវា null ចឹងដាក់អាសញ្ញាសួរ2ដងសញ្ញាស្មើមកបើសិនជាវា null ឲ្យវាស្មើ0បើសិនជា price null ឲ្យ price ស្មើ0អញ្ចឹងខ្ញុំ print មក print price អញ្ចឹង price ហ្នឹងស្មើ0នេះអត់ null ទេតែបើយើងអត់ដាក់ហ្នឹងយើង print វា null ឃើញអត់